ការពី2ឆ្នាំមុនវឡកណារុនបែងឥឡូវនេះអូនគេវិញម្ដងណាមួយសេវាកម្មនៅក្នុងមន្ទីរពេទ្យក៏ខុសគ្នាដែរពួកជាបដូរពេទ្យហើយនេះក៏ជាផ្នែកដែលចែករំលែកទៅកាន់ម៉ាក់ដែលត្រៀមសម្រាប់ផងដែរបើសួរថាកំណត់អូនគេកូនទី2ហ្នឹងតែខ្ញុំភ័យអត់ទាំងអស់គ្នាហើយចានៅតែភ័យដូចដើមភ័យផងអផងហើយអ្វីដែលពិសេសហ្នឹងគឺគិតពីកូនហ្នឹងហ្មងហើយកន្លែងនេះវិញប៉ាគេថាប់លើកទឹកចិត្តខ្ញុំមិនដឹងថាថាប់តាំងពេលណាទេព្រោះមមីមើលគេងលក់បាត់ហើយនៅពេលនេះអត់តន់ស្វាងទេណាពេទ្យក៏មកដាស់ថាអូចិត្តដល់ម៉ោងសម្រាលហើយអញ្ចឹងហើយមមីក៏រៀបចំខ្លួនដើម្បីជិះលើអតេះរុញហើយកណាត់អូនគេហ្នឹងទាំងអស់គ្នាខ្ញុំក៏បានរើសថ្ងៃវះហើយនឹងម៉ោងវះដូចគ្នាតែក្នុងការរើសវេលារើសម៉ោងហ្នឹងទាំងអស់គ្នាក៏ត្រូវតែឆែកទៅលើតងសុខរបស់កូនចាស់ឬនៅមួយទៀតពាក់ព័ន្ធជាមួយនឹងអាយុរបស់គាត់ផងមិនមែនចេះតែកូននៅខ្ចីទេចេះតែវះតាមអំពើចិត្តទេណាអ្វីតែពេទ្យខាងអគិតក៏គាត់អត់រីកមិនដែរនិយាយទៅអាយុគាត់អត់តន់គ្រប់គឺគាត់អត់ឲ្យវះតែម្ដងនេះគឺយើងកាត់ខ្លីៗណាវីដេអូចាហើយប៉ានៅមុខបន្ទប់វះកាត់នេះដើម្បីត្រៀមខ្លួនឲ្យពេទ្យហៅចូលហើយសម្រាប់វីដេអូខ្ញុំឲ្យកូនចៅខ្ញុំថតខ្លះទៅហើយខ្លះទៀតខ្ញុំក៏បានពីវីដេអូបានទីពេទ្យដូចគ្នាពួកគេក៏បានថតឲ្យខ្ញុំអញ្ចឹងណាចាហើយវគ្គនេះគឺវគ្គប៉ាចូលហើយគឺខ្ញុំកាត់ខ្លីៗមែនតើបើមិនអញ្ចឹងទេវាយូរនាទីអញ្ចឹងបន្ទាប់ពីចាក់ថ្នាំកន្លែងឆ្អឹងខ្នងហើយយើងក៏ចាប់ផ្ដើមស្ពឹកហើយត្រៀមសម្រាលនៃការវះកាត់គឺកំឡុងពេលដែលវះកាត់នឹងគឺយកអត់ឈឺទេតែគ្រាន់តែយើងមានអារម្មណ៍ថាវារៀងល្វើយអញ្ចឹងហើយកន្លែងនេះគឺប៉ាអើតមើលដោយសារតែអ្នកគ្រូគាត់ឲ្យអើតមើលអូនគេតងសុករំក2ជុំហើយរំពាត់ស្មាទៀតឬក៏គេហៅថាឈៀងអីចឹងណាបងប្អូនចាហើយបន្ទាប់មកគឺយកអូនមកសម្អាតហើយពាក់សមដៃសមជើងពាក់ខោអាវមកថតមួយម៉ាមីនិងប៉ាអើយអូនពូមិញអើយចាឲ្យទៅធ្វើបន់ម្ដងគឺផ្សងហើយឲ្យកូនកាត់មកពេញលក្ខណៈសម្បត្តិឲ្យកូនមានសុខភាពល្អឲ្យកូនឆ្លាតកូនបកែចឹងណាចាយើងជឿពុកម្ដាយគឺបែបហ្នឹងហើយធ្វើអីគឺគិតដល់កូនមុនគេហើយនៅពេលដែលអូនបានចេញមកនិយាយថាអូនពូមិញស្វាគមន៍អូនដល់ហើយម៉ាម៉ាអូនហាមគេរហូតចង់ឲ្យសូវថតម៉ានេះហើយម៉ាម៉ាក៏អត់សូវចង់ឲ្យនៅចិត្តដែរខ្លាចអ្នកខ្លះគាត់ផ្ដាសាយឬក៏មានជំងឺអីចឹងទៅខ្លាចឆ្លងអូននិយាយចាំទៅម៉ាម៉ាគឺតាមថិចខាចៅហ្មងហើយកន្លែងនេះទាំងអស់គ្នាបន្ទាប់ពីចេញពីបន្ទប់វះកាត់វិញគេក៏យកខ្ញុំទៅខាងមួយផ្នែកទៀតសម្រាប់មើលថែគឺមានជាលក្ខណៈភួយកម្ដៅឲ្យយើងអញ្ចឹងណានឹងបែបបត់របស់ពេទ្យក្នុងបន្ទប់វះកាត់ខ្ញុំរៀងល្ងាដែរហើយភួយកម្ដៅរបស់គេនឹងដាក់ចេញមកគឺឃុំស្រួលខ្លួនហ្មងហើយបើកភ្នែកមកចាឃើញ2នាក់នេះគឺកាន់តែក្តីសុខទៀតចាពីមុនសមាជិកគឺយើងមានតែ3នាក់ទេឥឡូវយើងមានសមាជិកទី4ហើយអូនបែងចាគេអង្គុយអញ្ចឹងទៅគេទាមើលរូបប្អូនគេបែងគឺស្រឡាញ់ប្អូនណាស់អំពូមិញចានិយាយថាស្រឡាញ់អូនផងចារៀងតូចចិត្តផងដោយសារតែពីមុនគេរៀងតួអាយដល់ពេលឥឡូវមានណាចេញតួទូចមកចំនួនចាដោយសារអូននៅទូចចឹងគេត្រូវ take care អូនទូចជាងហើយនិយាយពីមើលមុខអូនហើយមិនដឹងថានិយាយអីខ្លះទេដឹងតែថាទាតែមើលរូបប្អូនហើយបន្ទាប់មកទៅចាគេក៏យកអូនគេឲ្យមកគេនៅក្បែរម៉ាមីឲ្យម៉ាមីមើលមានកម្លាំងចិត្តអីចឹងណាអូយយាយមិនស្ទើរលេបចង់តែថាលេបចូលពោះវិញបាត់ទេគឺថាអូនអាក្រក់ហ្មងកើតមកសំខាន់ណាអូនកើតមកបានខូចតែមកហៀងទៅអូពុះវិញហើយរៀងចាញ់ហៀបែងមកចំណោចព្រោះថាហៀបែងខូចទាំងពីរហ្មងហើយមិនដឹងថាកូនទី3មិនដឹងថានៅសល់ខូចឲ្យអត់ទេបន្ទាប់ពីខ្ញុំសម្រាប់តាមដានបានប្រហែលជា2-3ម៉ោងអ្នកតោះគ្នាគ្រូពេទ្យក៏បានបញ្ជូនខ្ញុំទៅបន្ទប់ President បន្ទប់ហ្នឹងគឺខ្ញុំកក់ដើម្បីសម្រាប់ព្យាបាលថែទាំរយៈពេលដល់ទៅ4យប់5ថ្ងៃអ្នកតោះគ្នាហើយកញ្ចប់របស់ខ្ញុំហ្នឹងគឺមានសពគ្រប់បែបយ៉ាងហើយចាំទៅគឺមកពេញចិត្តហ្មងចំពោះនើសដែលគេឲ្យនៅមើលថែទាំម៉ាមីហើយនឹង baby ហ្នឹងគឺ24ម៉ោងលើ24ម៉ោងគេឆ្លាស់វេនគ្នាអត់ឲ្យយើងមានអារម្មណ៍ថាឯកាទេអ្នកទាំងអស់គ្នាចាមានប្តីយើងផងមានអ្នកគ្រូពេទ្យជួយចាំមើលកូនយើងផងនិយាយចាំទៅគឺកក់ក្ដៅធូរម៉ាច់ហ្មងហើយកំឡុងពេល3ថ្ងៃអ្នកទាំងអស់គ្នាគឺយើងត្រូវសងទឹកនោមជាប់រហូតបន្ទាប់ពីដល់អាសងទឹកនោមនឹងចេញបានគេឲ្យយើងរៀនដើរហើយប៉ាវិញចាមើលថែម៉ាមីទាំងយប់ទាំងថ្ងៃអើយគ្រប់ពេលវេលាទាំងអស់មកដែរឃ្លាតទេណាឃ្លាតតែពេលដែលថាគាត់ចូលបន្ទប់ទឹកទេហើយអញ្ចឹងអីនេះលោកអើយកើតប្រមាណទៀតក៏បានដែរមានអារម្មណ៍ថាមានទំនុកចិត្តមានអារម្មណ៍ថាមានក្តីស្រឡាញ់មានអារម្មណ៍ថាកក់ក្ដៅនិយាយចាំទៅគឺ full option ហ្មងហើយបើកន្លែងនេះម៉ាក់3អូនតែមិនដឹងថាអូនលួចយំលួចពេបតាំងពីអង្កាលនេះម៉ាក់កំពុងតែនិយាយមើលប៉ានោះដល់ពេលកន្លែងមកមុខអូនណាអំពូមិញកន្លែងនេះដូចរឿងលួចពេបចាអូយហើយបើកន្លែងនេះវិញចាគឺតាប់មុខតិចចឹងណាកែលោកមានភ្ញៀវមកលេងរោគទៅវាមិនសូវស្លេកណាចៃដន្យនៅក្នុង Orchid នេះគឺថា fan មីច្រើនទៅហើយសម្បិញនៅបន្ទប់វះកាត់ក៏មាន fan លេខឃ្លៀកដែរណាអើយនៅក្នុងបន្ទប់ខ្ញុំវិញមិនមែនចាដូរឆ្លាស់គ្នាអ្នកខ្លះ fan គូសិនទៅអ្នកខ្លះ fan លេខខ្លួនទៅអ្នកខ្លះ fan លេខឃ្លៀកនិយាយចាំទៅគឺពួកគាត់ឆ្លាស់គ្នារហូតហើយបើ collagen ដល់ពេលនោះគឺយើងប្របើដោះកូនចាដល់ពេលមានណាមូលកម្របមានបានផឹកទេប្តីទាញទៅផឹកបាត់បើថាដាក់តកកវិញមិនមែនរត់ទៅថាតំណងហើយបងយកវាឆ្ងាញ់មិនរសជាតិអូយក៏អូបពេញក៏អូមាត់រសជាតិវាពពួកត្រួយតែបេតងបរិវីយូធីហើយនៅពពួកទៅ5បញ្ជូរក្រហមឈ្ងុយហើយឆ្ងាញ់ខ្លាំងណាស់ collagen នេះខ្ញុំមានធានាដាក់ជីវិតហើយបើប៉ាវិញនិយាយថាអត់ល្ងុយទាំងយប់ទាំងថ្ងៃទាំងព្រឹកកុំទៅថាបាន collagen ទៅវិញមិនដឹងត្រុតត្រោមដល់កម្រិតណាដែរសម្រាប់ហ្នឹងមួយថ្ងៃយើងគេភ្ញាក់មកគេញ៉ាំម្ដងជួនកាល2 ដបដប់ក៏មានដែរហើយគេមកមើលថែប្រពន្ធកូនចឹងទៅហើយបើបែងវិញអំពូមីវាថាឃើញគេឆុងទៅដោះគោឲ្យប្អូនហ្នឹងគេទៅយកមកវាឆ្លេឆ្លាគេឲ្យឆុងឲ្យលឿននេះចឹងណាតែមើលទៅដូចស្រឡាញ់ប្អូនណាប៉ុន្តែបើម៉ាម៉ាប៉អូនរៀងយូរទៀតបានហ្មងដាច់ចំណាយហ្នឹងគឺថាបែងហ្នឹងហើយមានណាទៀតទេចឹងមកដល់ពេល13អូនគេត3អត់ឲ្យដឹងហើយមួយទៀតបើទោះជា3កុំឲ្យណាគេនិយាយអីទាំងអស់ហ៊ានតែផ្អាប់គឺបែងងហ្មងដោយទាំងអស់គ្នាឃើញចឹងចាគឺនើសនេះចាំ stand by 24
ម៉ោងលើ24ម៉ោងអញ្ចឹងទៅរៀងម៉ាក់ប៉ាគាត់មានពេលសម្រាប់ខ្លះសូម្បីតែប្តីខ្ញុំក៏អាចដកឃ្លាសម្រាប់បានមួយផ្លែនដែរព្រោះថាគាត់សម្រាប់អត់យូរទេដោយសារត្រូវមើលប្រពន្ធពេលខ្លះមិនមែនមើលកូនទេណាចារវល់គឺប្រពន្ធនេះហ្មងហើយកន្លែងនេះខ្ញុំអត់នឹកស្មានទេគេចេះថតកាន់ដៃប្រពន្ធហ្នឹងណាថតទុកអីអញ្ចឹងហើយជាឃើញអញ្ចឹងក៏ដាក់ចូលក្នុងវីដេអូ vlog ហ្នឹងទៅដឹងថាអូនៅពេលមានអូនគេតែអនុស្សាវរីយ៍ប៉ាប៉ានិងម៉ាក់មានអីគេខ្លះហើយដូចថាមានអារម្មណ៍ហេវហត់ឈឺធ្នេអញ្ចឹងក៏លេចមកចេះអីថាបាត់អស់លេងអាភាពឈឺនៅសល់តែកម្លាំងចិត្តក្តីស្រឡាញ់ស្នាមញញឹមអញ្ចឹងណាហើយបើអញ្ចឹងអីនេះឲ្យតែឲ្យមានអារម្មណ៍ឈឺធ្នេយ៉ាងម៉េចអូយតើអ្នកគ្នាដូចខ្ញុំមែននៅពេលដែលឃើញមុខកូនចេញមកនឹកឃើញនៅពេលដែលខ្លួនឯងញ៉ាំអីអត់សូវបានគេងយប់ព្រោះថាយើងញ៉ាំអីវាមិនសូវតមហើយនៅពេលអត់សូវបានគេងយប់ទៀតជាពីថាអាណិតកូនខ្លោចចិត្តហើយមានអារម្មណ៍ថាខ្លួនឯងរៀងខុសចំពោះកូនហើយពេលខ្លះអាណិតប្តីវិញតើអ្នកគ្នាក៏ចៅឲ្យតែប្រពន្ធសុបាយចិត្តធ្វើអីក៏ដោយក៏ធ្វើដែរទាំងវាមិនមែនជាចរិតរបស់គាត់ទេអ្នកគ្នាដល់តែអញ្ចឹងកាន់តែស្រឡាញ់រឿងដែលប្តីខ្ញុំខ្លាចជាងគេនោះគឺរឿងមុជទឹកឲ្យកូនហ្នឹងហើយគឺអ្នកគ្រូពេទ្យគាត់ជាអ្នកចាត់ចែងងូតទឹកឲ្យអូនមកដល់ពេលនេះក៏ប្តីខ្ញុំអត់ទាន់ហ៊ានងូតទឹកឲ្យកូនដែរបើបេងដូចជាត8ខែ9ខែកន្លែងនេះមានណាកាត់អាកន្លែងបេងលាកខោទឹកនោមហ្មងទៅសារនៅពេលនៅពេទ្យអ៊ំពូមីងចាពេលគេលាកខោទឹកនោមពេលអ្នកគ្រូផ្លាស់ខោទឹកនោមនេះគឺប៉ាប៉ាមានបានថតជាប់សោះហើយនេះគឺជារូបរាងខោទឹកនោមរបស់អូនណាអ៊ំពូមីងនិយាយទៅ brand នេះគឺ brand របស់អូនទាំងពីរហ្នឹងហ្មងព្រោះឈ្មោះអូនគឺផ្ដើមដោយអក្សរផានេះដូចតែ brand អូនទាំងពីរហ្នឹងឯងអញ្ចឹងខោទឹកនោមរបស់អូនក៏ចិត្តចូលដូចគ្នាសារតែវីដេអូនេះរៀងវែងដែរហើយទាំងវីដេអូថ្ងៃចុងក្រោយមុនចេញពីពេទ្យជាសម្រាប់លើកទៅវីដេអូបន្តតាជែកហើយឈ្ងុយស្រទន់បែបជូស៊ីអ្នកទាំងអស់គ្នាក៏អូពេញក៏អូមាត់ផ្នែកសម័យទៅគឺចេញត្រួយតែបៃតងបរិចម្រុះហើយនឹងទំពាំងបាយជូរក្រហមរសជាតិគឺមហាសែនឆ្ងាញ់ប៉ុន្តែអ្វីដែលលើសពីឆ្ងាញ់គឺសុវត្ថិភាពនៅក្នុងការប្រើប្រាស់ខ្ញុំចង់បង្ហាញនៅចំណុចខ្លះៗជូនទៅទាំងអស់គ្នាមុននឹងគឺខ្ញុំសម្ដៅតែរសជាតិទេណាប៉ុន្តែរាល់ active ingredient គោលដែលរាយនាមទាំង8មុខនៅលើសម្បកអ្នកគ្នាធ្លាប់ដឹងថាខ្ញុំ review ថាវាអែមកម្រិតណាឥឡូវនេះខ្ញុំបង្ហាញពីចំណុចខ្លះៗនៅពីក្រោយការរងចាំនិងភាពទុកចិត្តរបស់ខ្ញុំលើ collagen មួយនឹងនេះគឺជាការថតកាមេរ៉ាដោយផ្ទាល់ពីកូនចៅរបស់ខ្ញុំណាអ្នកទាំងអស់គ្នាគឺខ្ញុំត្រូវទៅឲ្យត្រួតពិនិត្យមើលអនាម័យមើលពីស្តង់ដាររបស់រោងចក្រហើយជាពិសេសគឺបរិយាកាសនៅក្នុងការផលិត collagen ហ្នឹងហ្មងហើយបើនិយាយពីតម្លៃគឺខ្ញុំហ៊ានឲ្យខ្ពស់បំផុតលើវត្ថុធាតុផ្សំធ្វើម៉េចឲ្យតែបាន supplement មកញ៉ាំតាម benefit ដែលខ្ញុំត្រូវការហើយគោលដៅរបស់ខ្ញុំខ្ញុំនិយាយតាមត្រង់ណាអ្នកទាំងអស់គ្នាខ្ញុំសុខចិត្តឲ្យគេសន្សំលុយមកទិញហើយគេចង់ប្រើដោយសារតែគុណភាពនិងស្តង់ដារ collagen នេះមានតម្លៃខ្ពស់បន្តិចមែនប៉ុន្តែវា support រាងកាយយើងគឺបានពេញលេញហើយមាន collagen កម្រិតខ្ពស់សម្រាប់ពន្យាភាពចាស់បានទៅដល់រាប់ម៉ឺន mg ហើយកម្រិតស្តង់ដាររបស់រោងចក្រដូចទាំងអស់គ្នាឃើញអញ្ចឹងមុនពេលដែលគេច្រក collagen ចូលទៅក្នុងដបគឺគេលាងសម្អាតសម្រាប់មេរោគដោយម៉ាស៊ីន automatic ហើយនៅពេលដែលច្រកហើយគឺគេចាប់ផ្ដើមយកវាចូលទៅក្នុងម៉ាស៊ីនចំហុយ collagen ដើម្បីសម្លាប់មេរោគមកតង់ទៀតនៅក្នុងរោងចក្រនេះគឺគេយកចិត្តទុកដាក់ទៅលើអនាម័យមែនតើជាពិសេសគឺការសម្លាប់រាល់មេរោគនិងបាក់តេរីមិនមែនតែលើផលិតផលនីមួយៗទេសូម្បីតែបុគ្គលិកក៏ត្រូវការ clean ហើយឆ្លងកាត់ម៉ាស៊ីនសម្លាប់មេរោគមុននឹងចូលទៅធ្វើសង្វាក់ផលិតកម្មរបស់ collagen នេះផងដែរហើយខ្ញុំបានឃើញ collagen លំដាប់ជាច្រើនដែលមានតម្លៃខ្ពស់ហើយគេទទួលស្គាល់ទូទាំងពិភពលោកក៏ដាក់តាំងបង្ហាញនៅ showroom របស់រោងចក្រនឹងផងដែរអរគ្នាហេតុអីបានខ្ញុំហ៊ានបង្ហាញឯកសារក្នុងរោងចក្រច្បាស់ផ្ទាល់ដោយសារតែរូបមន្តនីមួយៗគឺគេបានទិញសិតអាចមុខអស់ហើយសូម្បីតែរបស់ខ្ញុំក៏ដោយអញ្ចឹងបានថាពេលខ្លះគេស្គាល់កន្លែងផលិតរបស់យើងក៏មិនប្រកាសថាគេហ៊ានចាយ ingredient ដូចយើងដែររឿងខ្ញុំមួយបើថារហូតរបស់ត្រូវចិត្តបានទេសុកចិត្តសង្ងំទិញគេប្រើអត់ចាំបាច់ត្រូវចេញលក់នាំខូចឈ្មោះទេហើយចំពោះឯកសារក៏ដូចគ្នាខ្ញុំសូមបង្ហាញបន្តិចពាក់ព័ន្ធជាមួយនឹងលេខ register គឺយើងមានត្រឹមត្រូវច្បាស់លាស់អត់មានការខ្លាញ់បន្លំលេខ FDA register 11ខ្ទង់ដែលបានមកពីស្ថាប័ន lab ដែលមានឈ្មោះថា Unitech ដែលមានទីតាំងនៅគួងដុងហើយយើងបានស្នើសុំសិទ្ធិ register ដោយជោគជ័យតាមរយៈរោងចក្រផលិតដែលស្តង់ដារនិងសក្តានុពល brand name របស់យើងផងដែរហើយនេះគឺជាទម្រង់ form register របស់រោងចក្រដែលយើងបានដាក់ការស្នើសុំទៅកាន់ lab របស់សហរដ្ឋអាមេរិកហើយតម្រង form នេះអត់ចេះតែសេញញ៉ៃបានទេណាអ្នកនរគ្នាចាអញ្ចឹងហើយនេះគឺជាតម្រងនៃការ apply ហើយនេះគឺជាឈ្មោះរបស់ brand របស់យើងគឺ Miss Sunflower Gold Collagen 8 in 1ហើយនេះគឺជាការ record របស់ form approval ដែលយើងមានលេខសម្គាល់ត្រឹមត្រូវហើយលេខ register របស់យើងគឺមានលេខ11ខ្ទង់ហើយបើអ្នកនរគ្នាចង់ដឹងកាន់តែច្បាស់យកលេខ11ខ្ទង់ហ្នឹងចូលទៅឆែកតាមរយៈក្រុមហ៊ុន Unitech នឹងបានថាលេខហ្នឹងគឺត្រឹមត្រូវដែលបានចេញពី lab របស់សហរដ្ឋអាមេរិកមែនឬក៏អត់មិនត្រឹមតែ lab របស់សហរដ្ឋអាមេរិកទេអ្នកនរគ្នាសូម្បីតែ lab របស់ប្រទេសចិនក៏យើងត្រូវបានធ្វើការតេស្តរាល់សារធាតុផ្សំនីមួយៗបានយ៉ាងជាក់លាក់ច្បាស់ 100% ខ្ញុំធ្វើនេះមិនមែនបង្កើតសុវត្ថិភាពដើម្បីតែអតិថិជនរបស់ខ្ញុំទេគឺសម្រាប់ខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្ញុំទាំងមូលហើយបើថាតេស្តអត់ជាប់វិញមិនមែនចាស់សុកចិត្តចាក់ចោលអត់ចេញលក់ទេទទួលស្គាល់ថាតម្លៃរៀងខ្ពស់ប៉ុន្តែកម្រិត collagen ក៏ខ្ពស់ដូចគ្នាហើយញ៉ាំមួយដឹងមួយដោយសារតែគុណភាពរបស់វាគឺ active ខ្លាំងចឹងបងប្អូនអាចញ៉ាំមួយខែខានមួយខែបានអ្នកដែលត្រូវការ collagen ដែលមានសុវត្ថិភាពញ៉ាំហើយគ្មានផលប៉ះពាល់អាចពិចារណានិងតាមដានលើ brand នេះបានរស់ប៉ះ collagen នេះគឺថាដូចចាប់ឆ្នោតត្រូវអញ្ចឹងតែខ្ញុំសូមបញ្ជាក់អ្នកទាំងគ្នាចារបស់ខ្លះសុកចិត្តថាសំលុយដើម្បីទិញញ៉ាំដើម្បីសុខភាពនិងសម្រស់ប៉ុន្តែក៏មានលុយតិចតួចហើយយើងទៅជាបថុយបឋានបើសិនជាករណីយើងអត់មានលទ្ធភាពយើងសុខចិត្តកុំញ៉ាំល្អជាងព្រោះថាពពួក supplement បើថាញ៉ាំទៅគ្រាន់តែដូចទឹកផ្លែឈើញ៉ាំទៅអត់មានកើតការជំនួយផ្នែកណាមួយនៃសម្រស់និងសុខភាពដដែលហើយយើងទុកលុយល្អជាងព្រោះថា supplement ខ្លះកាលណាតែយើងញ៉ាំខុសបញ្ហានៃការប្រឈមជំងឺលើសជាតិស្ករបញ្
បញ្ហាខូចកលៀនគឺមានច្រើនអញ្ចឹងមិនថាអ្នកខ្លះគាត់ស្ទើរថាវិការគាត់សុខចិត្តថាញ៉ាំជាបន្លែត្រីសាច់ឬក៏ផ្លែឈើបានច្រើនទៅល្អជាងវាអាចជំនួសឲ្យ collagen ដូចគ្នាប៉ុន្តែគ្រាន់តែកម្រិតបឺតស្រូវាបានតិចច្រើនទៅលើទំហំនៃការញ៉ាំរបស់យើងដូចគ្នាតែបើសិនជាអ្នកខ្លះគាត់ខ្ជិលញ៉ាំពពួកបន្លែផ្លែឈើត្រីសាច់ឲ្យច្រើនអញ្ចឹងគាត់គួរជ្រើសរើសពពួក collagen ដែលមានគុណភាពស្តង់ដារនៃការផលិត supplement នីមួយៗគេមិនមែនមានតែ collagen មួយមុខនៅក្នុងនឹងទេគេមានកម្រិត ingredient រាប់សិបមុខហើយគេបំលែងកម្រិត extract របស់វាបង្កើតទៅជាកម្រិតវីតាមីននិង protein ហើយបង្រួមវានៅក្នុងដបតែមួយហើយទាំងអស់គ្នាដែរលើអូញ៉ាំ collagen នឹងមកប្រអប់ដូចញ៉ាំផ្លែឈើរាប់សិបគីឡូញ៉ាំបន្លែត្រីសាច់បានប៉ុណ្ណេះក្រាមអញ្ចឹងណានេះហើយគឺជាកម្រិត benefit របស់ពពួក supplement ហើយគ្រាន់តែមើលទំហំ stock ទាំងអស់គ្នាដឹងហើយចូល stock ភ្លាមគឺខ្ញុំលក់ចេញបានរាប់សែនប្រអប់ដូច្នេះហើយទំនុកចិត្តដ៏ធំរបស់ fan របស់ខ្ញុំមួយនេះគឺខ្ញុំអាចបំផ្លាញវាបានទេអរគុណច្រើន